តើທາງសានពិតជាមិនបានជួយលោកគ្រូស៊ីខាងបានច្រើនមែនអត់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកអង្គុយនិយាយគ្នាអំពីតួអង្គທາງសានហើយការនិយាយរបស់ខ្ញុំនេះដែរគឺខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំបានមើលឃើញនៅក្នុងតង្ហដូចដែលយើងដឹងចឹងថានៅពេលដែលทางសានខ្លាចទៅជា God ឬក៏ជាអាទិទេពហ្នឹងគឺលោកគ្រូស៊ីខាងគាត់មិនសូវមានសមត្ថផលច្រើននោះទេតើវាដូចទៅនឹងអ្វីដែលគេនិយាយអត់អញ្ចឹងយើងមកវិភាគទាំងអស់គ្នាចំណុចដំបូងដែលយើងត្រូវដឹងនោះគឺអំពីអត្តចរិតរបស់លោកគ្រូស៊ីខាងយើងដឹងហើយថាលោកគ្រូស៊ីខាងអត្តចរិតរបស់គាត់គឺជាមនុស្សដែលចិត្តភាពស្ងប់ស្ងាត់និយាយរួមទៅគាត់គឺជាមនុស្ស introvert អត់ទៅចេះរំខានអ្នកដទៃទេហើយយទូទៅមនុស្សម្នាក់ដែលអត់ចេះរំខានអ្នកដទៃក៏មិនចង់ឲ្យអ្នកដទៃមករំខានខ្លួនដែរហើយអញ្ចឹងทางសានគាត់ក៏រៀងបាក់ជួយតិចដែរប៉ុន្តែអាហ្នឹងវាគាត់ជាចំណុចដ៏តូចមួយទេហើយចំណុចដ៏ធំមួយដែលគ្រប់គ្នាតែងតែមើលរំលងដែលថាทางសានមិនបានជួយទៅកាន់គ្រូរបស់គាត់ហ្នឹងគឺការពិតទៅทางសានមិនជួយគឺជួយបញ្ជាក់ទ្រឹស្ដីរបស់លោកគ្រូស៊ីកាងដែលថានៅក្នុងពិភពលោកហ្នឹងគឺគ្មានអាវុធព្រលឹងដែលគ្មានប្រយោជន៍នោះទេគឺមានតែ Soul Master ដែលគ្មានប្រយោជន៍ប៉ុណ្ណោះដែលទ្រឹស្ដីនឹងដែរវាគឺជាគោលបំណងដ៏ធំបំផុតរបស់លោកគ្រូស៊ីកាងនឹងឯងហើយយើងនិយាយបានថាក្នុងជីវិតរបស់គាត់អ្វីដែលគាត់ត្រូវការអ្វីដែលចាំបាច់បំផុតរបស់គាត់ហ្នឹងគឺគាត់គ្រាន់តែចង់បញ្ជាក់ទ្រឹស្ដីរបស់គាត់ប៉ុណ្ណឹងឯងបើយើងស្ដាប់មើលទៅគឺវាដូចជាភ្លាមបន្តិចប៉ុន្តែយើងត្រូវដឹងថាជីវិតរបស់មនុស្សយើងម្នាក់ៗគឺតែងតែត្រូវការរបស់អ្វីមួយគឺអត់ដូចគ្នានោះទេអ្នកខ្លះគាត់គ្រាន់តែចង់រស់នៅក្នុងជីវភាពសាមញ្ញធម្មតាក្រោយមកគឺអាចឃើញធម្មជាតិហើយអ្នកខ្លះទៀតគាត់ចង់ខ្លាចទៅជាអ្នកមានឧទាហរណ៍ដូចជាប្រពន្ធហើយនឹងនីកូឡាទេសាអញ្ចឹងពួកគាត់អ្វីដែលគាត់ចង់បានបំផុតក្នុងជីវិតហ្នឹងគឺគាត់គ្រាន់តែចង់បញ្ជាក់ទ្រឹស្ដីរបស់គាត់ប៉ុណ្ណោះសិនតែខ្ញុំឧទាហរណ៍ជាក់ស្ដែងជាងហ្នឹងទៀតទៅគឺខ្ញុំឧទាហរណ៍ក្នុងរឿងស៊ីយៀនព្រឹទ្ធាចារ្យចាឡាវអ្វីដែលគាត់ចង់បានក្នុងឆាកជីវិតរបស់គាត់ហ្នឹងគាត់គ្រាន់តែចង់បានការទទួលស្គាល់ពីគ្រួសារតកូលចៅរបស់គាត់វិញហើយនឹងចង់បានរាងកាយរបស់គាត់វិញតែប៉ុណ្្នឹងឯងគឺជាអ្វីដែលគួរបំណងដ៏ធំបំផុតក្នុងជីវិតរបស់គាត់ហើយបើសិនជាយើងបកមកនិយាយចំពោះលោកគ្រូស៊ីកាវិញทางសានគឺបានជួយបញ្ជាក់ទ្រឹស្ដីរបស់គាត់ហើយតែគាត់បានវឹកហាត់ជាមួយនឹងរុក្ខជាតិប្រាក់ខៀវតែមនុស្សគ្រប់គ្នាគិតថាវល្លិប្រាក់ខៀវនេះជារុក្ខជាតិដែលគ្មានប្រយោជន៍នោះទេវាគឺជាអាវុធព្រលឹងដែលអន់បំផុតប៉ុន្តែทางសាននៅទីបំផុតគាត់ក៏អាចខ្លាយទៅជាអាទិទេពឬក៏ God បានប៉ុន្តែនៅពេលដែលทางសានខ្លាយទៅជា God ហ្នឹងគាត់គឺអត់បានជួយគ្រូរបស់គាត់ទៀតនោះទេគឺដោយសារតែច្បាប់នៅឋានលើនឹងឯងគេឲ្យលោកដៃចូលនៅក្នុងឋានមនុស្សលោកនោះទេប៉ុន្តែខ្ញុំបានលើកពីអាចារ្យរាមថានៅពេលដែលលោកគ្រូស៊ីកាងហើយនឹងអ្នកគ្រូអឺឡុងស្លាប់ហ្នឹងทางសានបានរៀបចំបលឹងពួកគាត់ហ្នឹងគឺឲ្យរស់នៅជុំគ្នាខ្ញុំមិនដឹងថាវាជាការពិតអត់នោះទេនិយាយដល់ស្មោះត្រង់ទៅ Novel ทางសានហ្នឹងខ្ញុំមិនដែលបានអានសោះតែម្ដងតែការវិភាគហ្នឹងដែរគឺវាផ្នែកទៅលើតង្ហោសុទ្ធតែម្ដងហើយវាគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេគឺវាអាចនឹងខុសឥឡូវយើងចូលទៅការសរុបវិញខ្ញុំសរុបឲ្យทางសានចំពោះគ្រូរបស់គាត់ហ្នឹងគឺឲ្យ70លើ100ពេលតែការបញ្ជាក់ទ្រឹស្ដីហ្នឹងវាគឺជាគោលបំណងដ៏ធំបំផុតរបស់លោកគ្រូស៊ីកាងក៏ដោយប៉ុន្តែវាក៏ជាផលប្រយោជន៍របស់ทางសានដូចគ្នាយើងដឹងហើយថាทางសានអាវុធព្រលឹងរបស់គាត់គឺវល្លិប្រាក់ខៀវនឹងឯងបើទោះបីជាចោលឬមិនចោលនោះគឺគាត់ក៏ត្រូវតែវឹកហាត់ដែរព្រោះថាអាវុធព្រលឹងមួយទៀតហ្នឹងគឺឪពុករបស់គាត់ឲ្យគាត់បង្ហាញហ្នឹងទេហើយមួយទៀតគាត់ក៏មិនចង់ឲ្យអាវុធព្រលឹងរបស់គាត់គឺមួយខ្លាំងមួយខ្សោយនោះដែរអញ្ចឹងគាត់ត្រូវតែវឹកហាត់ទាំងពីរហ្នឹងឯងហើយចំណុចមួយទៀតដែលខ្ញុំគិតថាทางសានគាត់លំអៀងហ្នឹងគឺនៅពេលដែលทางសានគាត់ខ្លាំងទៅជាអាទិទេពប៉ុន្តែចំណុចនេះខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែលើកគេនិយាយតគ្នានោះទេគឺនៅពេលដែលทางសានគាត់ខ្លាំងទៅជាអាទិទេពហ្នឹងគាត់បានទៅសុំអាវុធព្រលឹងឲ្យវាងតង់ហើយយើងដឹងថាវាងតង់មានអាវុធព្រលឹងជាមេអំបៅតែทางសាននឹងស៊ីវូនឹងអត់មាននោះទេបើសុំអញ្ចឹងមែនប្រហែលជាทางសានត្រូវមានតម្លៃដែលត្រូវបង់ហើយមួយទៀតទៅពេលដែលវាងតង់ចុះមកឋានកណ្ដាលហ្នឹងគឺทางសានគឺតែងតែជួយការពារវាងតង់រហូតក៏ដូចជាជ្រៀតជ្រែងមកឋានកណ្ដាលដើម្បីការពារវាងតង់ដូចគ្នាធ្វើតែវាមិនមែនជាលក្ខណៈពេញលេញក៏ដោយប៉ុន្តែចំពោះលោកគ្រូស៊ីកាងវិញខ្ញុំដូចជាអត់បានមើលឃើញអ្វីដែលលើសនឹងទៀតនោះទេប៉ុន្តែនិយាយទៅក៏វាមិនមែនជាកំហុសរបស់ทางសានដែរព្រោះថាทางសានជីវិតរបស់គាត់បើសិនជាអត់ពីលោកគ្រូស៊ីកាងទៅគាត់គឺនៅតែអាចខ្លាចទៅជាអាទិទេពបានអញ្ចឹងតែពឹងផ្អែកទៅលើទេពកោសល្យក៏ដូចជាការខំជាតិរបស់គាត់តែវាខុសពីស៊ីវៀនបើសិនជាអត់ពីលោកគ្រូយ៉ាងណាជីវិតរបស់គាត់ច្បាស់ជាវេទនាចាក់ជាមិនថានោះទេខ្ញុំនិយាយឲ្យអាក្រក់ស្ដាប់ជាងនឹងបន្តិចទៀតទៅគឺវាប្រៀបបីដូចជាយើងអញ្ចឹងបើសិនជាមានមនុស្សម្នាក់ហ្នឹងយើងគឺនៅតែអាចធ្វើបានហើយបើអត់មនុស្សម្នាក់ហ្នឹងយើងក៏នៅតែអាចធ្វើបានអញ្ចឹងមនុស្សម្នាក់ហ្នឹងគឺអត់សូវមានតម្លៃចំពោះយើងនោះទេគឺវាស្រៀងទៅនឹងករណីរបស់ทางសានទៅនឹងលោកគ្រូស៊ីកាងអញ្ចឹងប៉ុន្តែមិនមានន័យថាលោកគ្រូស៊ីកាងគឺអត់បានជួយทางសាននោះទេណាលោកគ្រូស៊ីកាងគាត់បានជួយทางសានហើយជួយច្រើនទៀតផងគឺជួយនៅអ្វីដែលគាត់ចេះទាំងអស់គឺបង្រៀនទៅកាន់ทางសានឯងប៉ុន្តែតោះត្រង់ថាทางសានបើអត់ពីលោកគ្រូស៊ីកាងទៅគាត់នៅតែអាចខ្លាចទៅជាអាទិទេពអញ្ចឹងហើយហេតុផលមួយទៀតដែលทางសានមិនអាចជួយទៅកាន់គ្រូរបស់គាត់បានច្រើនហ្នឹងគឺទាក់ទងទៅនឹងអ្នកនិពន្ធ
តាមដែលខ្ញុំដឹងពីមិត្តភ័ក្តិរបស់ខ្ញុំដែលគាត់ជាអ្នកអាន novel រឿងចប់ហ្នឹងគាត់បាននិយាយថាសាច់រឿងហ្នឹងគឺផ្ដោតសំខាន់ទៅលើស្នេហាដោយសារតែប្រពន្ធរបស់អ្នកនិពន្ធគឺគាត់បានស្លាប់ចោលគាត់ហើយគាត់ថែមទាំងជាមនុស្សស្មោះទៀតនោះគឺគាត់ទៅសេសាច់រឿងទៅជាអញ្ចឹងទៅគឺគាត់ខ្វល់ពីអីទៅទេអ្វីដែលជាគោលបំណងធំរបស់គាត់ហ្នឹងគឺផ្ដោតទៅលើស្នេហាហើយគាត់ថែមទាំងបាននិយាយពីមួយគ្នាដែលថាពេលខ្លះហ្នឹងគាត់គឺចង់ដូចទៅនឹងທາງសានអញ្ចឹងព្រោះថាທາງសានគឺអាចចោះទៅស្វែងរកព្រលឹងរបស់ប្រពន្ធរបស់ທາງសានបានវិញທາងសានហ្នឹងគឺបានចោះស្វែងរកព្រលឹងរបស់ស៊ីវូហ្នឹងគឺនៅពេលដែលគាត់រៀមត្រូវបានដួលរលំតែភាគហ្នឹងដែរគាត់ក៏បានប្រាប់ខ្ញុំដែរប៉ុន្តែខ្ញុំអត់បានចាំនោះទេគឺដូចជា season ចុងបញ្ចប់នៃរឿងທາງសានហ្នឹងឯងជាថ្មីម្ដងទៀតខ្ញុំនៅតែនិយាយដែរអញ្ចឹងការវិភាគរបស់ខ្ញុំគឺអត់ perfect ទេវាគ្រាន់តែជាគំនិតតខ្លួនមួយរបស់ខ្ញុំប៉ុណ្ណោះដែលវាអាចត្រូវហើយក៏អាចខុសដែរដូច្នេះហើយខ្ញុំនឹងរងចាំការរិះគន់ពីអ្នកទាំងអស់គ្នាជួបគ្នាពេលក្រោយអ្នកទាំងអស់គ្នាបាយបាយ Try to deny it when you show up. Every night I tell you that I owe you, but it's complicated, so complicated. When